ก็ป้องแต่จอยอยู่มวยหนึ่งเตะสเปียบยนต์ฮอกกับปาลฮอกสำหรับเนี่ยได้จอยจัดยนต์ฮอกกับปาลฮอกโดยยมไปนั่นคือโยนเปียรามวยนั่งไอ้เสียแต่ใจนี่มาเตะกับมวยทอด Don't play fucking star. Fucking star. จุดเริ่มต้นของต่างกันนี้วิดีโอนี้คือเชียร์เจิงฮอฮาแขวประเทศได้มีระยะเป็นคล้ายให้หนังเรือนอย่างเกี่ยวกับพจน์ในขนมจีวัดบ่ยมได้ยมตลอดการเทอดำนาจีชรานเจิงยนต์ฮอให้ชรานกรมพลอากาศจอให้ชรานตึกดาวเป็นเต้ในชมวิญพบโลกอันนี้วิคือเจิงฮอฮามวยแต่ยมอ่านใหญ่ท่าวิมีระยะเป็นเลื่อนบนพอดคือฮอสัตว์ฮอให้แต่มาเพย์ในตีได้คือพิลอตเก็บประกาศจอแต่มาดองหายการฮอฮานี่พ้องได้คือจีการเทอดำนาปีเปลี่ยนยนต์ฮอที่กรงโฮจิมินห์ตานสุญญ์ช่วงมาการเปลี่ยนยนต์ฮอได้โจกรงแต่ขมาบ่ยืงต่อแต่ดองให้ยิมโมนิกาฮอฮาตามเชิงยนต์ฮอเวียดนามแอร์ไลน์เดียเชียกัสจอจีรบ่กรมหุ่นเวียดนามประเทศเวียดนามพองได้ให้ก็จีการฮอฮาจมูกยังประเภทยนต์ฮอแอร์บัสA300มาพายมวยจังดังทางการฮอฮาปีประเทศเวียดนามที่กรงโฮจิมินห์ตลอดมาการไปเชียร์ยืงฮอโจมการเปลี่ยนยนต์ฮอได้โจกรงแต่ขมาวิชลองการดำหนักไก่คลักยมนังลุมอัดจูนบอมอนต่างออกนี่ It's 4 hours and 30 minutes. Thank you and enjoy your flight. បងប្អូនដែលមានចំណងផ្សេងៗតាក់ទងទៅនឹងការធ្វើដំណើរកំសាន្តការស្នើសុំទឹកដីការជុំវិញពិភពលោកការឆែកមើលតម្លៃសម្បត្តិយន្តហោះឡានក្រុងរថភ្លើងសម្បត្តិទូកកាណូតឬការឆែកតម្លៃសន្តាគារគ្រប់ទិសដៅជុំវិញពិភពលោកបងប្អូនអាចឆាតចូលមកកាន់ page Facebook របស់ខ្ញុំបានហើយសម្រាប់បងប្អូនដែលទស្សនានៅលើ Channel YouTube សូមចុច Subscribe បន្ទាប់មកចុចនៅលើរូបកណ្ដឹងសម្រាប់បងប្អូនដែលទស្សនានៅលើ page Facebook ឬ TikTok សូមជួយ follow page របស់ខ្ញុំដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតទាក់ទងទៅនឹងដំណើរកម្សាន្តជុំវិញពិភពលោកមានចម្ងល់ផ្សេងៗសូមឆាតចូលមកកាន់ page Facebook Bank Traveler អញ្ចឹងសម្រាប់ការហោះហើរពីពលានយន្តហោះវៀតណាមហូជីមិញការចេញដំណើរពី terminal អន្តរជាតិរបស់គេហ្នឹងគឺស្ថិតនៅក្បែរ terminal ក្នុងស្រុកហ្នឹងទេពេលយើងទៅដល់កន្លែងពលានយន្តហោះរបស់គេហ្នឹងគឺយើងត្រូវស្វែងរកព័ត៌មានអំពីជើងហោះរបស់យើងហើយចូលទៅ check in យក boarding pass ដើម្បីឡើងយន្តហោះហើយសម្រាប់ជើងហោះ Vietnam Airlines គឺគេអនុញ្ញាតឲ្យបងប្អូនយកវ៉ាលី check in 23គីឡូហើយនិងវ៉ាលី carry on តាមខ្លួន7គីឡូអញ្ចឹងយើងចូល check in យកអីយក boarding pass យកអីហើយយើងតម្លាក់វ៉ាលី check in នៅនឹងផ្ទាល់តែម្ដងហើយការ check in បន្ទាប់ពី check in រួចយើងត្រូវឈរចាំមើលគេ scan វ៉ាលី check in របស់យើងសិនកន្លងមានអីវ៉ាន់គេហាមគាត់គេឲ្យយើងដកចេញគេ check មើលអីគេប្រាប់នៅពេលហ្នឹងតែម្ដងបន្ទាប់ពីវ៉ាលីយើងទៅផុតបើអត់មានបញ្ហាអីហើយទៅយើងអាចចេញពីកន្លែងហ្នឹងបានយើងត្រូវចាំមើលមកសន្ទុះសិន check in check អីតម្លាក់វ៉ាលីរួចរាល់ហើយគឺយើងសម្ដៅទៅតាម gate ទៅ gate ដែលយើងត្រូវឆ្លងកាត់ security pass របស់គេសិនគឺគេ scan វ៉ាលី carry on ម្ដងអញ្ចឹងបងប្អូនត្រូវឈ្មោះទៅកាន់ផ្លាកដែលគេដាក់ថា international departure ហ្នឹងបន្ទាប់មកគេមានខាងសន្តិសុខខាងអី scan វ៉ាលី scan អីហើយបងប្អូនត្រូវឆ្លងចូលទៅកាន់កយគេវាយត្រាឆ្លងដែនចេញហើយបើយើងអាចបន្តដំណើរទៅតាម gate ហើយព័ត៌មាន gate ម៉ោងឡើងយន្តហោះម៉ោងអីហ្នឹងគឺបងប្អូនអាចមើលលើ boarding pass ដែលគេចេញឲ្យយើងហ្នឹងគឺមានលេខអីមានអីរបស់យើងនៅលើហ្នឹងតែម្ដងបន្ទាប់ពីស្វែងរកឃើញ gate ដែលកំណត់ឲ្យឡើងយន្តហោះហើយទៅដល់បងប្អូនគ្រាន់តែអង្គុយចាំទៅដល់ម៉ោងដែលគេប្រកាសឲ្យឡើងយន្តហោះបងប្អូនគ្រាន់តែបង្ហាញ boarding pass ហើយនិង passport សម្រាប់ឡើងយន្តហោះហើយចូលទៅដល់ក្នុងយន្តហោះគឺយើងត្រូវស្វែងរកលេខអីឲ្យត្រូវទៅលើដែលគេដាក់នៅ boarding pass របស់យើងអង្គុយឲ្យត្រូវកន្លែងទៅចំពោះ vali carry on បងប្អូនអាចដាក់នៅលើក្លុបអីវ៉ាន់របស់គេនៅខាងលើឬមួយក៏កាបូបស្ពាយអីហ្នឹងបងប្អូនអាចដាក់នៅពីខាងក្រោមកៅអីដែលស្ថិតនៅពីខាងមុខយើងឡើយនេះខ្ញុំបានមករកកៅអីដែលខ្ញុំត្រូវអង្គុយឃើញហើយយើងអង្គុយរៀបចំរងចាំឲ្យគេ boarding complete ទៅគេនឹងប្រកាសត្រៀមហោះហើរគេណែនាំបងប្អូនអំពីរបៀបប្រើប្រាស់ឧបករណ៍ផ្សេងៗនៅលើយន្តហោះអញ្ចឹងយើងត្រូវស្ដាប់ការណែនាំរបស់គេនឹងមុនពេលហោះហើរការហោះហើរថ្ងៃនេះជាមួយនឹងជើងយន្តហោះ Vietnam Airlines កាសជាតិរបស់វៀតណាមហើយជាមួយប្រភេទយន្តហោះ Airbus A321 ឃើញថាកន្លែងអង្គុយដាក់ជើងមកល្មមរបស់គេមិនសូវជាទលាយខ្លាំងហើយក៏មិនចង្អៀតខ្លាំងដែរព្រោះដោយសារចេះ VG យន្តហោះប្រភេទខ្នាតមុតជុំអញ្ចឹង A321 នេះភាគច្រើន Vietnam Airlines មានប្រើច្រើនមែនតើហើយដែលបងប្អូនឃើញនេះគឺជាប៉ម control tower សម្រាប់ខាងអ្នកបញ្ជាយន្តហោះឡើងចុះអីគឺគេនៅពីខាងលើហ្នឹងហើយគេធ្វើនៅលើទីខ្ពស់ដើម្បីវិសួលមើលយន្តហោះមកពីគ្រប់ទិសទាំងអស់ហើយនៅប្រចាំនៅពលានយន្តហោះហ្នឹងឥឡូវនេះភ្ញៀវរៀបចំ boarding complete អស់ហើយអញ្ចឹងគឺគេត្រៀមខ្លួនដើម្បីហោះហើរហើយគឺយន្តហោះថយកង់អញ្ចឹងខ្ញុំនឹងដាក់ឲ្យបងប្អូនទាំងអស់គ្នាស្ដាប់សំឡេងដ៏សែនពីរោះរបស់ A321 Airbus នៅពេលដែល engine គេ start ហ្នឹងហ
ហើយយើងក៏លេចមើលទៅតាមបង្អួចយន្តហោះក៏ឃើញយន្តហោះដ៏ប្រណិតរបស់ក្រុមហ៊ុន Casio Emirates គឺជាប្រភេទយន្តហោះ Airbus A350-900 ហ្នឹងគឺសម្រាប់ខាងក្រុមហ៊ុន Emirates គឺមានតែប្រហែលគ្រឿងប៉ុណ្ណោះហើយនេះ A350 គេប្រើសម្រាប់ហោះពីទិសដៅហូជីមិញទៅកាន់ទីក្រុងឌូបៃលយមែនតែនគឺជាយន្តហោះប្រណិតធំហើយទំនើបផងដែរសម្រាប់ A350-900 នេះគឺខ្ញុំធ្លាប់បានសាកល្បងជិះពីមុនមកដែរហើយមើលទៅតាមប្រអួចមុននឹងដល់ផ្លូវរត់គឺយើងឃើញ Vietnam Airlines ច្រើនមែនតែនក្រុមហ៊ុនអាកាសចរ Vietnam Airlines មានយន្តហោះខ្នាតធំជាច្រើនដូចជា A350 Boeing 777 787 Airbus A330 ហ្នឹងគឺមានគ្រប់ប្រភេទរបស់គេដែរឥឡូវនេះយន្តហោះកំពុងតែបរទៅលើផ្លូវរត់អីធៀមដើម្បីហោះឡើងតែម្ដងជើងយន្តហោះ Vietnam Airlines សម្រាប់ការធ្វើដំណើរពីភ្នំពេញទៅមកទីក្រុងហូជីមិញឬក៏ហាណូយអីតម្លៃរៀងខ្ពស់គួរសមរបស់គេដែរអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការសវត្ថធូអីខ្ញុំគិតថា Vietnam Airlines មិនមែនជាជម្រើសរបស់បងប្អូនទេព្រោះដោយសារទីផ្សារវាមិនសូវមានជើងហោះហើរច្រើនប្រហែលទេមកកាន់ទិសដៅវៀតណាមហូជីមិញហើយហាណូយនេះដែលធ្វើឲ្យតម្លៃរបស់វារៀងខ្ពស់បន្តិចអញ្ចឹងបងប្អូនហោះមិនថាយើងទិញទុកមុនយូរឬមកទិញគៀកទេបើទិញកាន់តែគៀកកាន់តែតម្លៃថ្លៃខ្លាំងផងដែរតែគ្រាន់ថាសេវាកម្មរបស់គេអីរៀងគួរសមគ្រាន់បើហើយបើអាហារទៅលើយន្តហោះ Vietnam Airlines ក៏រៀងត្រូវមាត់ដែរតែសម្រាប់ការហោះហើរពីភ្នំពេញហូជីមិញឬក៏ហូជីមិញភ្នំពេញនេះដោយសារតែវាជាជើងហោះហើរដែលមានរយៈពេលខ្លីពេកអញ្ចឹងអាចថាជាជើងហោះហើរដែលខ្លីបំផុតក្នុងជីវិតរបស់ខ្ញុំដែលខ្ញុំធ្លាប់ជិះយន្តហោះពីមុនមកអន្តរជាតិហោះតែ20នាទីអីទេយន្តហោះ pilot ប្រកាសប្រទាបកម្ពស់ចោះចតបានអញ្ចឹងវាធ្វើឲ្យគេបម្រើអាហារអត់ទាន់ទេគឺសម្រាប់ការហោះហើរទៅមកហូជីមិញភ្នំពេញហ្នឹងគឺអត់មានបម្រើអាហារទេដោយសារវាលឿនពេកអញ្ចឹងគេរៀបអាហាររៀបអីឲ្យយើងអត់ទាន់ណាព្រោះវាពេលគៀកពេកគេប្រមូលគេអីក៏ពេលវេលាអត់សមស្របដែរអញ្ចឹងសម្រាប់ជើងមួយនេះគឺគេអត់មានអាហារទេដោយសារវាខ្លីពេកចឹងឥឡូវនេះយន្តហោះបានចុះចតមកដល់ពលានយន្តហោះដេជោក្រុងតាខ្មៅហើយជីមិនទាន់បានក្តៅគូតផងហើយមើលឃើញទេសភាពប៉មគនត្រូលរបស់ខាងពលានដេជោរបស់យើងគឺស្អាតមែនតែនហើយទស្សនវិជ្ជាចុះនៅពេលថ្ងៃលិចឃើញទេសភាពទីក្រុងភ្នំពេញរបស់យើងចុះមកដល់ពលាននេះគឺស្អាតមែនតែនហើយពលានយន្តហោះរបស់យើងធំស្អាតគ្រាន់ថាវាឆ្ងាយតិចឆ្ងាយពីក្រុងអញ្ចឹងទៅត្រូវទៅដំណើរហោះដំណើរបណ្ណាអីយើងរៀងចំណាយពេលច្រើនតិចអញ្ចឹងនៅពេលដែលយន្តហោះចុះចតឈប់នឹងហើយបងប្អូនអាចយកវ៉ាលីចេញមកវ៉ាលី carry on របស់យើងហ្នឹងដើម្បីយើងតម្រង់ទៅកាន់ arrival របស់គេហ្នឹងគេនឹងដាក់យើងចុះទៅក្នុង gate ដែលយើងអាចឆ្លងកាត់ international arrival ហ្នឹងដើម្បីឆ្លងដែនវាយត្រាចូលមកកាន់ប្រទេសកម្ពុជារបស់យើងហើយបន្ទាប់ពីយើងវាយត្រាឆ្លងដែនឆ្លងអីហើយសម្រាប់ភ្ញៀវខ្មែររបស់យើងគឺអាចឆ្លងតាម e-gate បាន passport ខ្មែរងាយស្រួលទេអត់ចាំបាច់ឆ្លងដែនវាយត្រាក៏បានដែរឆ្លងតាម e-gate ហ្នឹងហើយបងប្អូនតម្រង់ទៅរងចាំយកវ៉ាលីយើងអាចមើលព័ត៌មាននៅលើអេក្រង់ទូរទស្សន៍ដែលគេដាក់បង្ហាញថាវ៉ាលីរបស់យើងនឹងចេញមកនៅលេខប្រមាណអីលេខប្រមាណហ្នឹងយើងគ្រាន់តែទៅរងចាំយកឲ្យត្រូវទៅហើយបន្ទាប់មកយើងអាចចេញទៅតាម exit ដើម្បីធ្វើដំណើរទៅកាន់កន្លែងដែលបងប្អូនទៅមកផ្ទះឬមកទៅណាអីចឹងទៅ Rival នោះប្រាក់ខាងលើអត់នោះប្រាក់ខាងលើនោះតែអ្នកចេញដំណើរមែនRival là heo quá cái ta lấy trăm bay đọc tia hai welcome home vô bà lý nữa welcome to Techno trăm bay arrive with late 6